បងប្អូនបន្ទាប់ពីបិទច្រំសាល់មិញណាយប់មិញថៃពេលល្ងាចឡើងតែគេធ្វើម្ហូបគេហៅផ្សារណាត់ណាគេធ្វើម្ហូបអញ្ចឹងទៅគេលក់ខ្មែរយើងឡើងទៅធ្វើការគឺយើងនោះមានចូលផ្សារហ្នឹងហើយទិញម្ហូបទិញកន្លែងផ្សារត្រីផ្សារបន្លែហ្នឹងណាដល់ពេលយប់មិញវាស្ងាត់ឈឹងដឹងប្រជាពលរដ្ឋវាលក់អត់វាថាលក់ឲ្យណាស៊ីឥឡូវហ្នឹងវានោះនិយាយថាឥឡូវលក់ឲ្យណាស៊ីបើស្ងាត់ម្លឹងលក់ឲ្យណាស៊ីពួកអីមានខ្មែរទេថាដូចខ្ញុំនិយាយចឹងថៃរស់សារខ្មែរទេព្រោះអីពលករយើងងើបពីធ្វើការមកយកពេលខ្លះអ្នកខ្លះយប់អ្នកខ្លះអូម៉ោងអញ្ចឹងគាត់បានធ្វើម្ហូបទេអញ្ចឹងគាត់ទិញម្ហូបស្រាប់ឆ្អិនហ្នឹងដល់ពេលឥឡូវស្ងាត់ឃើញទេតែមួយថ្ងៃណាជំរឿបើសិនដល់មួយអាទិត្យខ្ញុំប្រាប់បងប្អូនថៃអត់បានណាបើសិនតែវាបាតកម្មវាយកបន្លែយកត្រីសាច់ឆ្នាំណានោះវាយកជ្រូកប្រឡែងពេញមកវាំងឬជាវាំងវាណាហើយបងប្អូនតែមួយថ្ងៃនេះវាល្អណាផ្សារម្ហូបផ្សារបន្លែផ្សារម្ហូបអាឡាត់ណាត់ធ្វើម្ហូបឆ្អិនស្រាប់លក់ឲ្យខ្មែរហ្នឹងស្ងាត់ឈឹងហ្មងហើយវាល្អឥឡូវវាល្អចាប់ដើមល្អតែមួយថ្ងៃណាបងប្អូនណាចេះតម្រាំដល់3 4 5ខែដូចថៃថាអញ្ចឹងបន្តថាដូចខ្ញុំថាថៃនិងខ្មែរមិនអាចអត់គ្នាបានទេមិនអាចអត់បានទេព្រោះអីតាមព្រំដែនតាមអីហ្នឹងគឺរស់សារខ្មែរទេបើខ្មែរមិនទិញគឺអត់ជនជាតិវាអត់ទិញណាវាសុកចិត្តទិញម្ហូបពីផ្សារទំនើបយកទៅដាក់ក្នុងទូខ្លះសេទុកស៊ីប្រចាំថ្ងៃអត់ដូចខ្មែរយើងទេខ្មែរយើងងើបពីធ្វើការមកពេលដែលគាត់ហត់ទាំងគេទាំងខ្ញុំមកពីធ្វើការវិញគឺទិញម្ហូបស្រាប់ជួបម្ហូបហើយអញ្ចឹងបងប្អូនតាមអានទាំងអស់គ្នាខ្ញុំមានព័ត៌មានថ្មីប្រាប់